សង្គមមួយលែងចេះដឹងគុណលែងចេះគោរពចាស់ទុំលែងស្គាល់ខុសលែងស្គាល់ត្រូវលែងដឹងសលែងដឹងខ្មៅជឿដោយមិនប្រើបញ្ញាមិនមានការពិចារណាមិនគោរពទំនៀមទម្លាប់ប្រពៃណីសង្គមមួយនោះមុខជាសម្បូរទៅដោយមនុស្សដែលមានរូបរាងជាមនុស្សប៉ុន្តែខ្វះគុណធម៌ជាមនុស្សគ្មានសិលធម៌គ្មានសុជីវធម៌និងគ្មានគុណធម៌ហ្នឹងហើយឥឡូវខ្ញុំកណាធម្មភាពឃើញคลิปជាច្រើននិយាយអំពីគុណហ្នឹងហើយគុណស្រ័យនេះគុណស្រ័យនោះអីជាដើមហើយមានคลิปមុនហ្នឹងខ្ញុំកណាអាត្មាហ្នឹងបានបកស្រាយខ្លះហើយក៏ប៉ុន្តែបច្ចុប្បន្នហ្នឹងថ្មីហ្នឹងក៏ឃើញអឺផ្ទុះរឿងគុណស្រ័យនឹងឡើងទៀតហ្នឹងហើយតើនៅក្នុងពុទ្ធសាសនាហ្នឹងរឿងគុណស្រ័យហ្នឹងវាមានអ្វីខ្លះហ្នឹងហើយអញ្ចឹងតាមខ្ញុំកណាអាត្មាបានអានបានស្ដាប់ក៏បានរៀនខ្លះអញ្ចឹងទៅហើយអានស្ដាប់ហ្នឹងច្រើនសភៅច្រើនក្បាលក៏ច្រើនកន្លែងស្ដាប់លោកអ្នកចេះដឹងអ្នកប្រាជ្ញផ្សេងហ្នឹងស្ដាប់ផ្ទាល់ផងអានជាពិសេសអ្នកប្រាជ្ញអ្នកចេះដឹងខាងពុទ្ធសាសនាខ្មែរយើងហ្នឹងហើយសម្រាប់ជនជាតិដទៃអីយើងអត់ដឹងណាទំនៀមទម្លាប់ប្រពៃណីនៃការរស់នៅរបស់គេដូចជាញោមនិយាយមិញហ្នឹងញោមលីអីភ្លេចតែនិយាយអំពីគុណធម៌ធ្លាក់ចុះនឹងអត់លេងដឹងគុណស្រ័យអីចឹងទៅនៅក្នុងពុទ្ធសាសនាហ្នឹងពុទ្ធលោកសំដែងមនុស្សវាមាន5ពួកហ្នឹងហើយមនុស្សមាន5ពួកហ្នឹងមនុស្សមាន5ពួកហ្នឹងគឺមនុស្សទី1មនុស្សទេពទី2មនុស្សមានគុណធម៌ហ្នឹងហើយគុណធម៌មិនថាតិចឬច្រើនហើយមនុស្សទេពហ្នឹងមនុស្សមានគុណធម៌ខ្ពស់មែនទេទី1ហ្នឹងហើយទី2មនុស្សមានគុណធម៌ទី3មនុស្សមានមានល្អមានអាក្រក់ហើយតាំងខ្លួនជាមេជាចវាយជាអីចឹងទៅក្នុងទី3ហ្នឹងក៏ប៉ុន្តែមនុស្សក្នុងទី3ហ្នឹងគឺវាមានល្អមានអាក្រក់មានល្ងងមានចេះអាហ្នឹងតាមសំណាងរបស់យើងណាហើយក៏តាមសង្គមយើងហ្នឹងរើសចេះជ្រើសរើសមានបញ្ញាមានការយល់ដឹងអីចឹងទៅមនុស្សទី3មនុស្សទី4គឺមនុស្សដេរឆានហ្នឹងហើយមនុស្សដេរឆានហ្នឹងគឺតាំងខ្លួនចរិតលក្ខណៈទង្វើរបស់មនុស្សនោះដោយសត្វដេរឆានអញ្ចឹងយើងមើលដេរឆាននោះមិនស្គាល់ឪពុកម្ដាយមិនស្គាល់បងប្អូនមីមីងមិនស្គាល់ដឹងគុណទោសខុសត្រូវអីទាំងអស់ហេតុផលអីទាំងអស់អានេះហៅថាមនុស្សដេរឆានហើយដល់មនុស្សប្រែតមនុស្សទី5មនុស្សប្រែតនោះគឺមនុស្សនោះសាហាវមែនគាត់ថាខូលួចប្លន់សម្លាប់អត់មាននិយាយខុសនិយាយត្រូវនិយាយហេតុនិយាយផលទេគិតតែរឿងធ្វើអំពើអាក្រក់លួចប្លន់អីចឹងទៅគេប្រវែងលួចប្លន់សម្លាប់អីចឹងមនុស្សហ្នឹងមាន5ប្រភេទហ្នឹងយើងនិយាយហើយបើនិយាយក្នុងពធហ្នឹងមានមួយកន្លែងអំពីបច្ច័យណោចត្តារោធម្មាធគឺពោទាំងឡាយ4ប្រការគឺអាយុពណ៌សម្បូរអីជាដើមណាអាយុវណ្ណៈសុខៈពលៈហ្នឹងហើយមនុស្សដែលមានអាយុហ្នឹងគឺមានគុណមានសីលគុណហ្នឹងហើយមានគុណមានសីលគុណហ្នឹងគឺមនុស្សហ្នឹងមានពណ៌ទាំង4ប្រការហ្នឹងគឺអាយុវណ្ណៈសុខៈពលៈហ្នឹងមានគុណមានសីលគុណអីជាដើមហើយចេះគោរពចាស់ព្រឹទ្ធាចារ្យចាស់ជាងខ្លួនអីហ្នឹងហើយគោរពព្រះរតនត្រ័យព្រះពុទ្ធពធព្រះសង្ឃអីហ្នឹងហើយអញ្ចឹង
ពួរទាំង4ប្រការហ្នឹងវាកើតមានដល់ហើយចាស់ហ្នឹងក៏ប្រកបទៅដោយមានគុណមានសីលគុណទៅលើគេដែរបានគេគោរពយើងដែរមានអាងតែខ្លួនតែចាស់ទេអញ្ចឹងយើងងាកមកវិញសួរថានៅក្នុងក្បួនគម្ពីរពុទ្ធសាសនានេះនិយាយអំពីគុណស្រាយនេះបើយើងសិក្សាស្រាវជ្រាវអឺតាមទស្សនៈពុទ្ធក្តីអ្នកប្រាជ្ញខ្មែរយើងក្តីជាច្រើនលោកនិយាយអំពីគុណនឹងដូចជាយើងដឹងគុណដូចបើនិយាយអំពីសាសនាដឹងគុណពុទ្ធមានតែគុណពុទ្ធបថប្រសង្ឃហើយបើយើងនិយាយគុណធាតុគុណពុទ្ធ56គុណបថ38គុណប្រសង្ឃ14អីចឹងទៅណាយើងនិយាយតាមអ្នកប្រាជ្ញខ្មែរយើងបើនិយាយតាមជាតិសាសន៍អីដទៃអាហ្នឹងមិនដឹងទេតាមពុទ្ធសាសនាយើងណាយើងស្វែងយល់ហ្នឹងហើយញាតិញោមដែលធ្វើទានធ្វើបុណ្យផ្សេងនេះដោយជឿពុទ្ធការត្រាស់ដឹងរបស់ពុទ្ធដឹងគុណហ្នឹងពុទ្ធបថប្រសង្ឃហ្នឹងហើយប្រសង្ឃហ្នឹងជាអ្នកថែរក្សាវត្តអារាមថែរក្សាក្បួនគម្ពីរហ្នឹងហើយប្រសង្ឃហ្នឹងលះបង់ឪពុកម្ដាយចូលមកបួសនៅក្នុងពុទ្ធសាសនាហ្នឹងដោយញាតិញោមនឹងនឹកឃើញអញ្ចឹងបានមកធ្វើទានចំពោះព្រះសង្ឃហ្នឹងហើយញាតិញោមមកធ្វើទានចំពោះព្រះសង្ឃហ្នឹងជាសង្ឃមិនមែនកូនអ្នកស្រុកហ្នឹងហើយអញ្ចេះបើញាតិញោមខ្លះទៅរាប់អានជាម្ដាយធរឪពុកធរឬក៏មានការស្និទ្ធស្នាលនឹងព្រះសង្ឃហើយជួយជាគុណប្រយោជន៍អីធំដុំឬក៏ចង្ហាន់វ័នចន់អីលើសលុបអីអញ្ចឹងណាឬក៏បានជួយគុណប្រយោជន៍អីអញ្ចឹងទៅក៏ព្រះសង្ឃនឹងនឹកឃើញថាគុណធម៌ជាគុណស្រ័យអីខ្លះអញ្ចឹងតែប៉ុណ្្នឹងឯងហ្នឹងហើយក៏ប៉ុន្តែបើយើងនិយាយក្នុងក្បួនច្បាប់ពុទ្ធសាសនានិយាយថាត្រូវដឹងគុណអីធំដុំអីពុទ្ធអត់មានសម្ដែងទេបើពុទ្ធសម្ដែងក្នុងសម័យកាលដូចខ្ញុំកណ្ដាអាត្មាបានលើកឃ្លីបមិនជាច្រើនមកហើយសម័យកាលពុទ្ធកាលហ្នឹងមានតែអ្នកផ្គត់ផ្គង់ណាអ្នកផ្គត់ផ្គង់ដូចជាអ្នកកែបណ្ឌិតសទ្ធិនាងវិសាខាហើយបើថាស្ដាច់ទេមានប្របាទប្រសេនទេកុសលប្របាទពុំពិសាហើយក្រោយមកអាជាសតុហើយក៏មានស្ដាច់មហាសទ្ធិកហបតីជាច្រើនហ្នឹងហើយដូចជានាងវិសាខាអាអ្នកកែបណ្ឌិតសទ្ធិហ្នឹងបើធ្វើទានដូចខ្ញុំកណ្ដាអាត្មានិយាយឃ្លីបមុនហ្នឹងស្មើនឹងភ្នំ2ហ្នឹងហើយក្រោយមកប្រអិនឬក៏ទេវតាធំហ្នឹងអោយបញ្ជាឲ្យជប់ទ្រព្យសម្បត្តិអោយអាអ្នកកែបណ្ឌិតសទ្ធិហ្នឹង1000 ដងហ្នឹងក៏ធ្វើទានយ៉ាងសន្ធឹកសន្ធាប់ទៀតហ្នឹងហើយប្រពុតដូចអត់មាននិយាយថារឿងគុណអីទេហ្នឹងហើយប្រពុតអត់មាននិយាយរឿងគុណទេគ្រាន់តែថាជាអ្នកឧបថៈជាអ្នកផ្គត់ផ្គង់ទំនុកបំរុងនៅពុទ្ធសាសនាពុទ្ធត្រង់សរសើរតែប៉ុណ្្នឹងឯងណាបើថាប្រពុតហ្នឹងឲ្យនិយាយថាប្រសង់នៅក្នុងសម័យពុទ្ធកាលហ្នឹងទាំងពុទ្ធក្តីទាំងព្រះអរហន្តក្តីទាំងសង្ឃផ្សេងជាច្រើនអង្គថាត្រូវដឹងគុណអានេះកែបណ្ឌិតសទ្ធិត្រូវដឹងគុណនាងវិសាខានិងកហបតីផ្សេងនឹងស្ដេចបាទប្រសេនទេកុសលប្របាទពុំពិសាផ្សេងដោយព្រះពុទ្ធព្រះអង្គអត់មានសម្ដែងថាឲ្យត្រូវដឹងគុណអីនិយាយមួយទៅអត់មានផងហ្នឹងហើយក៏ប៉ុន្តែគាត់ថាព្រះអង្គសរសើរថាទានហ្នឹងអ្នកហ្នឹងបុគ្គលហ្នឹងធ្វើអញ្ចឹងមានបានផ្គត់ផ្គង់នៅក្នុងពុទ្ធសាសនាអីអញ្ចឹងទៅហើយដឹងនៅការត្រាស់ដឹងរបស់ពុទ្ធដឹងគុណហ្នឹងមានតែគុណហ្នឹងមានតែពុទ្ធពធប្រសង្ឃតែបើថាខ្ញុំកណ្ដាអាត្មាសិក្សាទៅឃើញថាជាកុហកអីមានគុណស្រ័យអីហ្នឹងវាអត់ឃើញមានអញ្ចឹងណាអត់ឃើញមានទេតែដូចខ្ញុំកណ្ដាអាត្មាបញ្ជាក់ពីមុននិយាយពីមុនហើយអញ្ចឹងថាគាត់សម័យមកសម័យកាលយើងឥឡូវហ្នឹងមានញាតិញោមខ្លះគេរាប់អានជាញោមធរជាអីទៅគេជួយ
សម្រាប់កិច្ចការងារធំអីចឹងណាខ្ញុំថគេអីក៏ដំអុកញ៉ាចំទាវអីជួយលុយសន្ធឹកសន្ធាប់ឲ្យក្រោយមកបានការងារធ្វើរួចពីសឹកអីចឹងទៅប៉ុន្តែបើថានៅក្នុងត្រួតត្រងនៅក្នុងពុទ្ធសាសនានេះដូចជាមិននិយាយរឿងគុណអីសម័យពុទ្ធកាលអីយើងសិក្សាស្រាវជ្រាវអ្នកប្រាជ្ញខ្មែរយើងអីអត់ដែលឃើញទេមានតែប្រសង់ពុទ្ធពធប្រសង់ហ្នឹងគុណដូចខ្ញុំកណ្ដាលអាត្មានិយាយគុណធាតុហ្នឹងមានតែគុណពុទ្ធ56គុណពធ38គុណប្រសង់14អីចឹងទៅមានតែប្រសង់ហ្នឹងមានគុណទៅលើកុហកព្រោះតែបើកុហកអីជាអ្នកមានគុណស្រាយអីមកលើប្រសង់អីហ្នឹងអ្នកប្រាជ្ញខ្មែរយើងអីដូចខ្ញុំកណ្ដាលអាត្មាមិនឃើញទេណាមិនឃើញថាឃើញលើកឯគុណថាជាកុហកហ្នឹងមានគុណអីមកលើពុទ្ធពធប្រសង់ឬក៏សាសនាពុទ្ធអីហ្នឹងវាអត់មានទេហ្នឹងហើយប៉ុន្តែដូចខ្ញុំកណ្ដាលអាត្មានិយាយបញ្ជាក់ទៀតអញ្ចឹងជាញោមធជាអីហ្នឹងហើយចង្ហាន់វ័នចន់អីទុកប្រងអីអញ្ចឹងទៅហើយសឹកជីងអីជួយការងារអីសម្រាប់កិច្ចការងារធំអីណាអាហ្នឹងមិនដឹងទេហ្នឹងហើយបើយើងនិយាយអំពីនៅប្រទេសគេជឿនលឿនមិនសូវមានប្រសង់ក្មេងៗបួសមិនបានយូរទេយើងមើលជាពិសេសប្រទេសជិតខាងយើងក៏ប៉ុន្តែបច្ចុប្បន្នមិនដឹងជាយ៉ាងណាខ្ញុំកណ្ដាលអាត្មាមិនដឹងទេvìខ្ញុំកណ្ដាលអាត្មាធ្លាប់នៅហ្នឹង10ឆ្នាំជាងមុនហ្នឹងអ្នកបួសគេហ្នឹងក្មេងៗហ្នឹងបួសខ្លះហ្នឹងមកបួសមួយអាទិត្យភាក់ចំនួនច្រើនមួយអាទិត្យអីសឹកអស់ហើយឬក៏3ខែហ្នឹង3ខែហើយចេញភាសាហ្នឹងទទួលអានិសង្ឃកឋិនអីហើយសឹកអស់ហើយអ្នកបួសយូរមានប៉ុន្តែគាត់ថារាប់ម៉ឺនអ្នកហ្នឹងមានម្នាក់រាប់ម៉ឺនអ្នកមានម្នាក់ហើយក្នុងម្នាក់ហ្នឹងចំនួនច្រើនដែលមិនសូវគ្រប់ទឹកទៀតហ្នឹងហើយnhưng màប្រទេសជិតខាងយើងដឹងហើយដោយប្រទេសសៀមប្រទេសថៃអីហ្នឹងហើយបួសរាំងយូរបន្តិចមានប្រាក់ខែស៊ីទៀតអ្នកបួសគេហ្នឹងមានប្រាក់ខែទៀតអញ្ចឹងអ្នកដែលបួសយូរហ្នឹងកម្រមានណាហើយបើយើងនិយាយប្រសង់ខ្មែរយើងបើទៅនៅអូស្ត្រាលីទៅអឺរ៉ុបទៅអាមេរិកអីអត់អ្នកដែលទៅនៅបួសយូរហ្នឹងចំនួនតិចណាតិចតួចណាហ្នឹងមានដែរប្រទេសតិចតួចហើយមានតែចាស់ឃើញខ្ញុំកណ្ដាលអាត្មាឃើញបើតាមមើលតាមឃ្លីបតាមអីហ្នឹងឃើញភាគច្រើនចាស់មកបួសចាំវត្តទេហើយមានដែរប៉ុន្តែក្មេងគាត់ថាបន្តិចណាអ្នកនៅបួសយូរហ្នឹងហើយឬក៏អ្នកគ្មានជំរឿគ្មានអ្នកចាំវត្តចាំអីអញ្ចឹងទៅចេះនៅអញ្ចឹងទៅមានចំនួនតិចអញ្ចឹងហើយចំនួនច្រើនចាស់ហ្នឹងមកបួសចាំវត្តចាំអីអញ្ចឹងទៅអញ្ចឹងយើងនិយាយរួមមកខ្ញុំកណ្ដាលអាត្មាអានសភៅស្ដាប់អ្នកប្រាជ្ញអ្នកអីច្រើនសិក្សាក្នុងក្បួនគម្ពីរពុទ្ធសាសនាហ្នឹងមិនឃើញថាព្រះសង្ឃពុទ្ធពធព្រះសង្ឃហ្នឹងទៅដឹងគុណកុហកអីហ្នឹងអត់មានទេអាហ្នឹងមានតែកុហកហ្នឹងគិតគង់អីគ្រាន់តែពុទ្ធសរសើរណាសរសើរតែប៉ុណ្្នឹងសរសើរទៀនគាត់តែមានការសរសើរទៀនដូចជានាងវិសាខាអ្នកកែបុត្រឌិតសទ្ធិប្របាទពុំពិសាប្របាទប្រសេនទេកុសលអាជាសតុអីផ្សេងហ្នឹងក្នុងសម័យហ្នឹងណាមានការសរសើរទៀនហ្នឹងអីផ្សេងអញ្ចឹងមានហើយលើកពីអានិសង្ឃទៀនហ្នឹងអ្នកមានសទ្ធាមានការលះបង់នៅមច្ឆរិយៈសេចក្តីកំណាញ់ហើយមានសទ្ធាហើយផ្គត់ផ្គង់នៅក្នុងពុទ្ធសាសនាអីអញ្ចឹងមានហើយនិយាយពីសរសើរគុណព្រះសង្ឃដែលលះបង់ឪពុកម្ដាយអីផ្សេងមកថែរក្សានៅប្រពៃណីទំនៀមទម្លាប់ថែរក្សានៅពុទ្ធពធព្រះសង្ឃថែរក្សាវត្តអារាមថែរក្សាធម៌អីផ្សេងហើយក៏នឹកសរសើរគុណថែរក្សាហ្នឹងជាសេពធម៌ហ្នឹងហើយក៏មកយកធម៌នៅទៅទេសនាទៅបញ្យល់ប្រាប់អំពីគុណឪពុកម្ដាយគុណគ្រូហ្នឹងហើយបើនិយាយអំពីឪពុកម្ដាយហ្នឹងមានគុណហើយនិយាយអំពីឪពុកម្ដាយណាអនន្តគុណអនេកបគុណអបរមាណគុណអីហ្នឹងអនន្តគុណអីហ្នឹងគុណឪពុកម្ដាយក៏ប៉ុន្តែឪពុកម្ដាយហ្នឹងពុទ្ធលើកថាត្រូវប្រកបដោយធម៌ណាមានអញ្ចឹងហើយក៏ចេះដឹងឪពុកម្ដាយហ្នឹងមានកូនចៅឬក៏មនុស្សរស់នៅសង្គមហ្នឹងចេះដឹងក៏ដោយសារប្រសង់ហ្នឹងដែរប្រសង់ហ្នឹងថែរក្សានៅប្រពៃណីទំនៀមទម្លាប់ថែរក្សានៅប្រធរហ្នឹងហើយយើងធ្វើបុណ្យកតញ្ញូធ្វើបុណ្យកតញ្ញូកតវិធីផ្សេងហ្នឹងនិមន្តប្រសង់ទៅទេសនាទេអីបញ្យល់អំពីគុណហ្នឹងដែរ
dương mơ bật tay môi chấm đuốn mà miền đằng ấy nè khá đóหัว nó đôi sắt nó ở phục mà đại côn đây nhưng mà phó á cái là phó á cái này nè đây bật tay đi có chọn trên môi chấm đuốn cái mình can vào Phật sát na đó dương mơ mới đằng ấy nó không phải đây dương chọn trên kháหัว nó miền đằng ở phục mà đại đằng côn đằng tô school crew ba cha school ấy nè nâng à chẳng dương họ ngày nó không ai dương school côn school tô school crew ba cha school xinh nó đôi ta xong nâu thay là xa quá ta đảm thay là xa nâu ta thò đứng à bạn dương skull ta cún nâng ở phúc nữa non ta cún là nấy chấp ở cún là pa này mà là cún tàu top cún đội ở phúc mà đại nâng ở phúc mà đại nâng tàu miên trâu miên prum mà hiện thọ buôn đây trong phúc côn vinh đây nè là nâng dương vậy làm pi ở phúc mà đại bằng cá tất nè miên ở phúc mà đại thọ phúc mày thế ở phúc mà đại thọ nâng lút ra tại phúc mà đại thọ nâng miên thua ấy phải giỏi ấy muối nó miền phải giỏi đôi cột con ấy đôi khi mà thà lên phải đâm chẳng nấu búa đôi cầu thọp cột con đòi rọp an này nó cao chẳng đấy bên tây phục mà đại thọ phục đại chẳng tao chui nục tụm rong miền thực chất miền ấy sinh tàng xong phải tàng thực chất tàng ấy sinh nó thua lọ miền tây này ai đấy miền quân bên tây mình sao đừng phục mà đại bằng cá tây xôm bây giờ phục mà đại bằng cá nó mình sâuประกอบ đòi thọ cả đôi còn bên tây còn là tháp bờ sân trên mìnhประกอบ đòi thọ đôi chập rum mau về here thọ buôn chấm pua côn anh chẳng tao về mình sâu miên côn quạt này chẳng á nó phun mà đại bằng cát nó phần tới miên côn nó đâu tầm miên chẳng phần tới cần tao về sral chẳng á sral chẳng đôi thò chẳng cho miên thò khá đẹp chẳng đấy small tao thò miên phần tới thò đẹp chẳng đấy nè ngay ở nước miên về hưởng ở phun mà đại hơi anh về pi cru nâng bón nó dùm bón bằng cát dưới nữa cru nâng bón bằng cát nó bên dưới cún là thiệt nó cún cua cha đắp bòn nó còn đắp đây cún đắp còn bên tay vừaประกอบ đời thọ tới cua nó miềnประกอบ đời thọ pram ấy chẳng đó thì đến tôi cua nó toàn miền thọ sần đầu đây hơi bòn nó còn chẳng đây bòn cả dướng đó miền là bòn thọ bòn ấy thế nữa ngay và về bị bón mẹ bòn bằng cả anh chẳng đó hơi cua anh chẳng đó cua nó ประกอบ đời thọ miền thọ sần đầu đó sao hơi ảnh đặt sao hay tăng cho tự nhiên nâu chấm này vị trí nâng lọ đó sao được có bong bằng cao nâng mơ thay là xa đó cô ở đó ôn đó ấy chẳng à nó là đầu miền tho chẳng à hay là ở mơ về tiền chất chẳng bị cha cái nâng lọ chấm pua ôn nữa nâng bàn miền bong nó bàn miền côn được có cừu nâng bàn miền côn là nâng dương về vì không một bút sát ná chẳng đấy côn nâng à nâng ngày hỡi nhiệt bởi dương về nhiệt vớiตลอดnhiệt với nhiệt nó có ประกอบ đời thọ đấy hay nhiệt nó men sầm đảo tâu nẹt đọt tấy đấy nhiệt nó men đấy chợ đồn muối hay chợ đồn muối nó đôi sầm máy put cao chợ đồn muối và put khoa sen ấy đôi tê và tọt nó tê và tọt hay bập bát sụp và put tàu pu tiết còn bên tay miền lọ nó tàu thôn đi sụp chẳng tàu hay tê và tọt nó chợ đồn muối và put vô và put nó thôi chỉ sạt trâu thôi khiết chân nén và put biệt biệt ấy khinh đấy hay bộ phận miền rọp an tàu chỉ nhiệt ná ham thì khổ xí mà nói rọp an tê và to tiết nè nè chẳng nhiệt đấy bộ phận sầm đảo tàu nhiệt để lỏ nó nhiệt nó bởi nhiệt lỏ đôi chỉ nhiệt chui thay là xa mưa to sầm bát sốc tốc này hay bữa thay nhiệt nó nổi chất khang chui nó ngày sốc tốc ấy chui cắt từ cầu xa miền nung sầm lọ nung chầm nấy nữa xa vuông mà ôi dương hút ôi dương hay dương nó cầu bộ miền nung sầm lọ nó cả xa hút ôi nhiệt nâng nâng ngày hơi mưa chui mưa thay tỏ sầm bạch tiền dương luôn dương phải to nó cầu khơi chui thay mưa tỏ sầm bạch thay cả mọi miền châu miền phây anh trong một biệt biên hay nhiệt nó còn chẳng đây hay nhiệt nó đôi khi nhau còn đạt tham bạch chẹt chẳng nhiệt nó về để chợ đồn muối chợ tuốt chợ luốt đó chơi lia nó lia cái này ấy nói về dân vậy tham Phật Sasana cái đây bây này không ai giống về đó chơi lia nó chơi đồn mua chơi tua chơi luộc chơi lia nó hay ta chơi lia nó ăn lên ăn men sạch nhiệt ấy dương ấy lia cái này nó nghe lia cái này đó nó hơi bừa vô cái này chỉ phải đây chỉ phải quan đấy các bạn chỉ cú của bạn đấy hạt tao chỉ lia
chẳng nhiệt nắng vườn sầm đảo tao chẳng à nhiệt nắng sọc tục khné chọp sạch chiêm khné hay sọc tục khné à nâng ngày hà muối tiết đầy nâu chất kháng nắng à chất kháng mình chọp sạch chiêm ấy chỉ muối khné nắng à nâng men chỉ nhiệt đấy còn còn tới dương hao thành nè chất kháng hay nè chất kháng nắng còn lọ nâng khné tiếp nè chất kháng nắng men đây tha dương nâng men ấy của dương ôi cực quăng sọc tục chui thay là sao tọp sầm bạch khné dương ôi ấy tụ kia kia có ôi ấy mà dương ngồi tia ho dương ôi thực sắt kia mà đóp còn kia mà ôi thực sắt dương mà đóp của vinh dương thôi lọ đặt cái muối còn kia thôi lọ đặt muối dương dương thôi lọ đặt đập đặt cái còn anh nâng cái hao thân nè nấu chất khang vấn té nè nấu chất khang mau biên biên mau bật tu sờ đại bật mát biên biên bằng co rương cứ ta kinh vào vậy ấy nâng à nâng mến chia nè chất khang lọ té nâng à anh nâng cái hao thân nè chất khang mình nhiệt đấy vừa ăn mình chọc sạch chiêm ấy đừng dương quá nhiệt ấy nâng ai chẳng mình đủ dưỡng qua tàu chẳng rồi nấu dân tàu giòn chẳng giòn nè khá nó ấp giòn ấy thế chẳng mà không miền có là sốt muối và bút lúc sầm đấy sao là xa sao là pa rồi nấu được bỏ mình đủ nâng chẳng à dân tàu vô rồi nấu giòn chẳng á hay nè khá tăng luôn chỉ nhiệt chỉ ấy ná miên không còn nào tham salon cắt thấy vấn thế đôi không còn nào tham bạch chẳng nhiệt nó đu tra thì dân cho sạch chiêm giống á cho đồn muối cho tuốt cho luốt cho lê nó lê khné hơi đôi mình chè hơi tiền chẳng hà nấu chất khang khné nấu chất khang nó người rương không ai dân bên lê phải giỏi chởn à nặc lắm mà ngày tao xông tăng bị bi chế xông tăng bị sặc cây xông tăng bị hốc xông đôi cái thúng nó tao xông cái bắt tay ơi cái hay xông cái gì đó cái tiết á vậy đó một co rương co ấy bự không còn nào tham lọp salon cắt nè khác khné đam đâu ấy nâng xong mình bảo nó tao bầm phai khné nơi tao bầm khôi khné tới còn miến đấy miến nó sừng cũng không ai dân ở lầu nó mình đừng mấy không còn nào tham lọp đa tao nó miên nhiệt nhôm đẹp chởn á thấy mình tao chỉ sách nhiệt đấy còn là nẹo luôn nó chất kháng lắm tao được cuốn nói là sao mà xong sạc cây ổ xa khơi dân đam ấy nó mà xong mấy xong khăn mình bán nó cái an cái miên sạch nhiệt cái nó phun nó chởn những nó bằng co đứa co ấy xinh xinh hả phun khum nó cắn trơn cái tiết phun quản lý phun khum mấy nâng nâng miền nhiệt nhôm khla nâng cần gì đẹp chẳng á hơi sông nó khăn dương mình nổi ý nó mong co đưa mà co pa nhà ha đại sinh sinh tiên chẳng mà tha khi bằng cách quản lý bằng cách bị phun bị nó đòi xa ca pien chẳng á nâng ơi ở ca pien miền chấp bên tập lọp mình bữa 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 sa ná luôn tham miền sa là pa pui sa của nâu chẳng á miền cũng buôn chấp miền chấp tập lọp lọ vì đây lọ ấy sinh sinh nữa à hay nâng sa là pa luôn nâu được bỏ pui sa mà nụ nâng ơi hay không còn nào tham chuột tèn khuôn ai phó tèn đập nè đập tây phó nó cứ chuột nè khá nè đâu chết khang khá nó ót đấy cái ôi là hốt ôi mình để ôi ấy kít đấy đôi không còn nào tham lướt bị đâm chứ vừa tha tao xong sợi cây xong và học xong ấy cái xong nên cái gì tao khăn cái nó tao bầm phai là bỏ đầm nằm cái nó còn miến đấy đúng không phai nha nó miến trên nè chết khang là ót đấy tụi nuôi tụi phăng tụi ấy cái bằng co hưởng đôi ca sinh còn bọn tay bữa này chất khang là ó sọc tục khné chui thay là bỏ khné chui thay là bỏ hơi dương ôi thực sạch mà đọp thơ ôi thực sạch mà đọp tàu kế cái ôi màu vinh mà đọp hay bữa tha cật cò chân dương ô ti ho thành này chất khang dương cây cò chân dương khoa là tập hiệp dương ôi cật đắp dạng nát của cật ban ôi ấy dương muối màu vinh đây nó vô cọp vô cu ấy dương màu vinh anh chẳng đây nâng ơi nông ban hào nè chất khang là ó vô cọp vô cu ấy chạy mua chầu pi sầm đen từng múc nhà nhím họp an thông tôi pu mê bong nè tiền xanh là thò đua nâu nưng hơi lẩu mình đưa lẩu ní bây giờ gì chu lại nứng với bạn á đôi lục cru ly ấy mày nó gì mày nưng mình nuôi sừng cung dương khá o tế tàu hoặc lại kinh của bạn tông co hương ấy mà đội nó mà tốt nhưng còn nào tham trong gì rồi chòm đấy khá nó đôi cây cuột đôi ấy nhưng tốt không biết có thông tôi ôn bong ấy tới tôi hay sầm lần khơi ta trồng ban và kia mà đổi nó ở dương ôi đập đòn để ôi dương mà đòn nó hay co đưa bằng khối tiết bằng co bằng cách nhà bằng khối hơi miên crom rồi bỏ kim phom tiết nên miên crom miên bạc miên phụ rồi bỏ kia tiết nâng chẳng cả lẩu nâng không còn đã tham bo sai chẳng không còn đã tham đôi gì xa đơm chẳng là nâng không có buôn công ty bộ phận sa nó luôn gì chẳng đấy
ហើយបើថាយើងធ្វើគុណមើលអ្នកណាមើលមិនដឹងគុណមិនដឹងអីឬក៏មិនបរិស័ទមិនមានសទ្ធាក្នុងព្រះរតនត្រ័យព្រះពុទ្ធពធព្រះសង្ឃទេអានឹងយើងកុំធ្វើបុណ្យទាំងដាក់បាតក្តីទាំងធ្វើបុណ្យក្តីទាំងឪពុកម្ដាយស្លាប់ក្តីទាំងសាច់ញាតិស្លាប់ក្តីក៏មកចិត្តទៅហើយឬក៏ទៅកាន់សាសនាទៅជឿអីសាសនាអីផ្សេងអញ្ចឹងទៅហ្នឹងហើយបើថាខ្ញុំកណ្ដាលអាត្មាស្រាវជ្រាវទាំងអ្នកប្រាជ្ញក្បួនកាពីអានច្រើនស្ដាប់ច្រើនមែនទែនមិនដែលឃើញថាអញ្ចឹងណាដូចខ្ញុំកណ្ដាលអាត្មាលើកពីដើមអញ្ចឹងហើយបើថាយើងមិនមានសទ្ធាក្នុងព្រះរតនត្រ័យដឹងគុណព្រះពុទ្ធពធព្រះសង្ឃផ្សេងទៅក៏មកចិត្តហ្នឹងហើយក៏មកចិត្តអញ្ចឹងហ្មងហើយមួយទៀតបើថាបុគ្គលណាដែលយើងមិនមានសទ្ធាមិនចង់អោយទៀនធ្វើទៀនទេហ្នឹងយើងកុំធ្វើទៀនកុំធ្វើល្អជាមួយហ្នឹងហើយអារឿងធ្វើល្អនេះបុគ្គលខ្លះទៅប្រកបទៅដោយល្បិចកលមានន័យថារៀងប្រយោជន៍ធំរបស់អ្នកឯងហើយក៏ធ្វើមកអោយស្ករក្របមួយក្របមួយក្របចឹងទៅដើម្បីឲ្យអ្នកឯងនឹងដឹងគុណខ្លួនតក់មួយតក់មួយតក់ចឹងទៅប៉ុន្តែនឹងធ្វើគុណប្រយោជន៍អីធំហ្នឹងក៏បុគ្គលហ្នឹងមករៀងមកបំផ្លាញហើយណាមកចំមករៀងមកបំផ្លិចបំផ្លាញដោយប្រការផ្សេងអញ្ចឹងទៅដូចមេអញ្ចឹងយើងមើលរឿងពុទ្ធទៅបួសអីអញ្ចឹងសន្ធអីអញ្ចឹងហើយរឿងប្រយោជន៍មនុស្សយើងនេះប្រយោជន៍ដូចគ្នាអញ្ចឹងអត់ខុសគ្នាទេរៀងមកឲ្យពុទ្ធត្រាស់ដឹងទៅបួសអីអញ្ចឹងទៅហើយបើថានិយាយរឿងប្រយោជន៍វិញអ្នកខ្លះទៅឃើញយើងទៅហ្នឹងមានបញ្ញាមានប្រយោជន៍ធំយើងនិយាយសាមញ្ញថាមាននំភីសាស៊ីអីស៊ីឆ្អែតហើយមានអាចនឹងមានចំណេះដឹងរីចម្រើនប៉ុន្តែរៀងល្បិចកិច្ចកសហការគ្នាដោយក្រុមដោយពួកផ្សេងសហការគ្នាហើយឲ្យឯងមកយូរឲ្យស្គាល់ក្របឲ្យមកក្របអីចឹងទៅឬក៏សម្ពោងឯងមកដំបងអីចឹងទៅហើយឯងទៅដឹងគុណអញទៀតអញ្ចឹងបានថាមនុស្សឥឡូវហ្នឹងវាប្រកបទៅដោយល្បិចពឹសពលកាយសាហាវណាបើយើងគ្មានបញ្ញាពិចារណាយល់ដឹងទេអានឹងយើងរងគ្រោះហើយដល់ទៅដឹងគុណគេទៀតទៅបានស្គាល់ក្របគេមកក្របអញ្ចឹងចេះដឹងគុណគេអញ្ចឹងទៅហ្នឹងហើយអញ្ចឹងរឿងគុណស្រ័យហ្នឹងវាមានក្នុងពុទ្ធសាសនាហ្នឹងមានអញ្ចឹងហើយបើយើងនិយាយថាដោយខ្ញុំកណាអាត្មាបញ្ជាក់អញ្ចឹងបញ្ជាក់ឲ្យបញ្ជាក់ទៀតអញ្ចឹងវាថាយើងមិនមានគុណមិនមានសទ្ធាក្នុងព្រះពុទ្ធពធព្រះសង្ឃក្នុងព្រះសាសនាពុទ្ធទេអាហ្នឹងយើងកុំធ្វើដឹងធ្វើលឺអីមកចិត្តទៅអញ្ចឹងហ្មងណាហើយឬក៏បុគ្គលអីអញ្ចឹងទៅហ្នឹងហើយញាតិញោមទៅដឹងដូចខ្ញុំកណាអាត្មាបញ្ជាក់ហើយបញ្ជាក់ទៀតអញ្ចឹងបើប្រទេសយើងមានភាពរីកចម្រើនសុខសាន្តមានការងារមានក្បួនច្បាប់ទម្លាប់អីល្អហ្នឹងអ្នកបួសហ្នឹងតិចណាអ្នកបួសក្មេងៗហ្នឹងមានដែរប៉ុន្តែតិចភាក់តិចណាបួសឲ្យមានប្រាក់ខែមានអីស៊ីទៀតហ្នឹងហើយងរទៀតណាកុំទៅនិយាយប្រទេសផ្ដាស់មើលយើងមើលប្រទេសជឿនលឿនមើលដឹងហើយបើជឿនលឿនដោយប្រទេសជប៉ុនឬក៏ជុំវិញប្រទេសជប៉ុនកូរ៉េខាងត្បូងកូរ៉េអីហ្នឹងអ្នកបួសគេមានប្រព័ន្ធទៀតមានប្រព័ន្ធមានកូនហ្នឹងហើយគ្មាននរណាហ៊ាននិយាយអីប្រទេសផ្ដាស់ដាក់ទេនិយាយទៅគ្មានអ្នកបួសមកដល់ហ្នឹងអត់មានអ្នកថែរក្សាសាសនាថែរក្សាក្បួនត្រៃបិដកអីចឹងហ្មងហ្នឹងហើយបើទៅនិយាយប្រទេសផ្ដាស់អីដូចខ្វែយើងអីទៅថាលេចថាកើតអីហ្នឹងមានទេបួសគេហ្នឹងដូចកង្វល់បួសឲ្យជួលឲ្យប្រាក់ខែទៀតណាហើយបើនៅអាមេរិកនៅអីហ្នឹងមានឃើញតែចាស់ពីរម្នាក់ចាំវត្តហ្នឹងមិនថាវត្តខ្មែរវត្តអីយើងក៏ដោយនៅអាមេរិកនៅអូស្ត្រាលីនៅអីណាក៏យើងឃើញមើលក្មេងអីហ្នឹងវាមានតិចណាវាគ្មានជំរឿចេះនៅចឹងទៅគ្មានអ្នកចាំវត្តចាំអីចេះនៅចឹងហើយយើងនិយាយគុណមួយទៀតអ្នកដឹកនាំបើនៅក្នុងសម័យពុទ្ធកាលអ្នកដឹកនាំហ្នឹងពុទ្ធសម្ដែងថាអ្នកដឹកនាំមានទស្សពុទ្ធរាជធរសម័យពុទ្ធកាលហ្នឹងវាស្ដេចភ័ក្រច្រើនស្ដេចហើយស្ដេចហ្នឹងមានអំណាចខ្លាំងណាស់ក៏ប៉ុន្តែស្ដេចហ្នឹងបើមានចង់មានគុណហ្នឹងត្រូវតែមានទស្សពុទ្ធរាជធរហើយមានព្រហ្មវិហារធរ4នៅដូចស្តៀងម្ដាយឪពុកស្តៀងគ្រូស្តៀងអីចឹងដែរហើយទៅធ្វើគុណប្រយោជន៍ផ្ដល់នូវភាពសុខសាន្តទៅដល់សង្គមជាតិទៅដល់ប្រជាពលរដ្ឋខ្លួននៅក្នុងនោះទៀតមិនស្ដេចនឹងគេនឹកគុណអីខ្លះឬក៏គេនឹកគុណធម៌ហ្នឹងហើយបើថាពីសម័យហ្នឹងមកយើងបដូចមកសម័យឥឡូវអ្នកដឹកនាំ
ប្រធានាធិបតីនាយករដ្ឋមន្ត្រីអីចឹងទៅវាអត់ខុសគ្នាទេអ្នកដឹកនាំនឹងទៅមានធរហើយដឹកនាំនឹងឆ្នើមណាឆ្នើមនៅក្នុងប្រទេសជាតិនឹងប្រកបទៅដោយក្បួនច្បាប់វិន័យហើយមានការងារអីត្រឹមត្រូវទៀតអានឹងបានថាប្រជាពលរដ្ឋហ្នឹងគេដឹងគុណយើងមើលនៅប្រទេសនៅលើពិភពលោកហ្នឹងមានប្រទេសច្រើនដែលគេដឹងគុណនឹកគុណទៅយើងមិនបាច់ចាំប្រៀបអីឆ្ងាយទេហេតុតែគេមិនដឹងធម៌ពុទ្ធអីក៏ដោយប៉ុន្តែការរស់នៅរបស់គេអញ្ចឹងគេបង្កើតក្បួនច្បាប់ល្អទៅដល់សង្គមជាតិគេហើយរកការងារមានការងារមានអីផ្សេងហ្នឹងរស់នៅផ្លូវចិត្តផ្លូវកាយរបស់គេហ្នឹងសុខសាន្តហ្មងហើយទាំងការងារអីផ្សេងហើយប្រជាជននៅក្នុងសង្គមជាតិរបស់គេហ្នឹងគេដឹងគុណដោយឯងអញ្ចឹងហ្មងមិនបាច់យើងទៅរំលឹកគុណក៏គេដឹងដែរដឹងក៏ប៉ុន្តែថាអើយគុណធំដុំអីអត់មានទេគាត់ថាដឹងថាបុគ្គលហ្នឹងដឹកនាំល្អមានគុណធម៌ក៏ប៉ុន្តែសួរថាដឹងគុណទេដឹងព្រោះមានគុណអញ្ចឹងដែរអ្នកដឹកនាំហ្នឹងអូមានគុណធ្វើល្អបង្កើតច្បាប់ល្អបង្កើតបានការងារអីផ្សេងនៅក្នុងសង្គមហ្នឹងហើយបើសិនថាអ្នកដឹកនាំនឹងមិនល្អទេទោសណាយើងមើលនៅលើពិភពលោកមានទាំងអស់ហ្នឹងហើយសម័យពុទ្ធក៏មានមកសម័យឥឡូវក៏មានដែរសម័យពុទ្ធទៅអ្នកដឹកនាំនឹងមិនប្រកបដោយទស្សពុទ្ធរាជធម៌មិនប្រកបដោយព្រហ្មវិហារធម៌4ហើយបន្ទាប់ពីនឹងទៅអ្នកដឹកនាំនឹងមិនសូវមានបញ្ញាណាមិនសូវមានបញ្ញាទៅហើយឬក៏ខូខៅអីចឹងណាខូខៅអីធ្វើបាបប្រជាជនអីចឹងទៅហ្នឹងហើយបើមិនខូខៅទេក៏មិនសូវមានបញ្ញាគ្មានក្បួនច្បាប់ល្អបង្កើតនៅចោរកម្មហ្នឹងហើយអ្នកដឹកនាំខ្លះទៅគ្មានព្រហ្មវិហារធម៌4គ្មានទស្សពុទ្ធរាជធម៌អីចឹងទៅអានឹងក៏ទោសដែរនៅវាងាក់ទៅអ្នកដឹកនាំនឹងមានទោសទៅវិញណាមានថាអ្នកដឹកនាំនឹងសិតតែមានគុណទេមានទោសណាបើធ្វើខុសជាពិសេសហ្នឹងបញ្ញាហ្នឹងហ្មងណាបញ្ញាហ្នឹងគឺដើរមុនគេពុទ្ធព្រះអង្គសម្ដែងហើយបញ្ញាក្រោយមកតើមានធម៌មានព្រហ្មវិហារធម៌4អញ្ចឹងទៅឬក៏ទស្សពុទ្ធរាជធម៌អញ្ចឹងទៅហើយអ្នកដឹកនាំយើងបច្ចុប្បន្នក៏ដូចតែគ្នាដែរមិនខុសគ្នាអីប្រហែលទេតែបើយើងដឹកនាំគេសុខសាន្តត្រានមានការងារធ្វើមានក្បួនច្បាប់ល្អអីផ្សេងសុខសាន្តចិត្តវាចាកាយអីផ្សេងទៅគេដឹងគុណដោយអូតូម៉ាទិកណាយើងមិនបាច់ទៅរំលឹកថាអញមានគុណអីលើឯងលើចេះមួយចុះពីមិនបាច់ទេគេដឹងគុណអញ្ចឹងហ្មងណាយើងមើលឥឡូវបច្ចុប្បន្នមើលសូម្បីតែគុណធម៌អីសិលធម៌សីលគុណហ្នឹងមនុស្សធ្លាក់ចុះនៅក៏ប៉ុន្តែនៅតែគេដឹងគុណអញ្ចឹងឃើញយើងមើលពិភពលោកមើលប្រទេសមួយចំនួនហ្នឹងនៅដឹងគុណលើឧទាហរណ៍ដូចយើងនៅអាស៊ីយើងមិនបាច់និយាយនៅណាទេនៅអាស៊ីយើងដូចនៅជប៉ុននៅកូរ៉េខាងត្បូងសិង្ហបុរីប្រទេសម៉ាឡេស៊ីឬក៏ប្រទេសថៃអីចិត្តយើងក៏គ្រាន់ដែរក៏នៅតែប្រជាជនគេនៅដឹងគុណមួយចំនួនធំអញ្ចឹងដែរនៅមានប្រទេសចំនួនច្រើនណាគេដឹងគុណអ្នកដឹកនាំដោយអ្វីដោយគេដឹកនាំគេហ្នឹងវាមានក្បួនច្បាប់ល្អប្រជាជនគេប្រទេសខ្លះទៅគេរស់នៅសុខសាន្តដោយសិង្ហបុរីកូរ៉េខាងត្បូងជប៉ុនអីហ្នឹងបើជប៉ុនក៏គេរស់នៅសុខសាន្តយូរដែរណាហើយតៃវ៉ាន់អីហ្នឹងក៏អញ្ចឹងដែរថ្មីហ្នឹងនឹងមានប្រទេសមួយចំនួនទៀតយើងមិនបាច់ទៅប្រៀបទៅអឺរ៉ុបអីទេអឺរ៉ុបនោះយើងមិនបាច់និយាយទេពោះវិស័យអឺរ៉ុបមួយចំនួនច្រើនគេដឹងគុណទៅអូតូម៉ាទិកហ្នឹងដឹងគុណអញ្ចឹងហ្មងមិនបាច់យើងរលឹកអីក៏គេដឹងដែរប្រជាជនគេដឹងថាអូអ្នកនឹងដឹកនាំឆ្នើមអញ្ចឹងអីហ្នឹងហើយអញ្ចឹងនិយាយពីគុណស្រ័យហ្នឹងវាមានអញ្ចឹងហើយបើយើងនិយាយក្រៅពីហ្នឹងអត់មានឃើញថាគុណអីទេបើតកែណែឯងទៅមានធវិញនៅពុទ្ធលោកសម្ដែងថាអ្នកតកែហ្នឹងជួលគេហ្នឹងតកែហ្នឹងក៏មានធមានព្រហ្មវិហារធអីខ្លះយ៉ាងដែរហើយត្រូវតែបើកប្រាក់ខែឲ្យគេតកែណាហើយបើថានិយាយរឿងគុណស្រ័យអីហ្នឹងអត់មានទេតកែហ្នឹងទៅប្រកបដូចជាប្រកបដោយ5តកែអ្នកជួលគេអីហ្នឹងណាតែជួលគេធ្វើការហ្នឹងណាឬគេហៅថាថៅកែហ្នឹងអ្នកនឹងត្រូវមានធសន្តោហើយបើកប្រាក់ខែឲ្យហើយឲ្យការងារណាដែលឲ្យគ្នាធ្វើនឹងសំរុំអញ្ចឹងទៅតួតតិតកែនោះមានច្រើនអញ្ចឹងគាត់ថាខ្ញុំគាត់ថាអាត្មាចោះមាន5អញ្ចឹងទៅហ្នឹងហើយ
ហើយតើមានសេចក្តីសន្តោសមានធម៌ព្រមវិហារធម៌មានអីផ្សេងហ្នឹងហើយយើងអ្នកទៅធ្វើការឲ្យគេហ្នឹងក៏អញ្ចឹងដែរបឹងបែងផ្សិតផ្ចង់នៅការងារអ្នកទៅបម្រើគេហ្នឹងណាទៅបើកបានប្រាក់ខែបានអីពីគេហ្នឹងទៅផ្សិតផ្ចង់នៅការងារប្រឹងប្រែងការងារបើការងារហ្នឹងថៅកែហ្នឹងបើកលុយឲ្យយើងឧទាហរណ៍បើកឲ្យយើង100000នៃមួយខែអញ្ចឹងណា100000ខ្មែរអីអញ្ចឹងទៅយើងទៅប្រឹងរកយ៉ាងណាឲ្យជាងបានជាង100000ហ្នឹងណាបានចូលមកឲ្យតកែហ្នឹងឲ្យជាង100000ហើយផ្ចិតផ្ចង់ជួយថែរក្សាមើលនៅក្នុងការកិច្ចការងារដែលយើងទៅធ្វើបានប្រាក់ខែពីគេនោះហ្នឹងហើយអញ្ចឹងវាមាន5យ៉ាងដែរដែលបំរើគេហ្នឹងហើយអត់មាននិយាយរឿងគុណស្រ័យអីទេតកែហ្នឹងគាត់ថាដល់ខែហ្នឹងបើខែឲ្យគេបើថាថ្ងៃមួយថ្ងៃហ្នឹងប៉ុន្មាននិយាយតម្លៃគ្នាណាគេទៅនិយាយថ្លៃគ្នាអញ្ចឹងវាមានអីរឿងគុណស្រ័យអីទេហ្នឹងហើយក្រៅពីហ្នឹងវាអត់មានគុណអីស្រ័យអីណាទេបើដូចអ្នកចិត្តខាងនេះអីអញ្ចឹងទេធ្វើល្អទៅល្អមកអញ្ចឹងតែប៉ុណ្្នឹងហើយបើញាតអីដូចខ្ញុំកណ្ដាលអាត្មាលើកពីដើមអញ្ចឹងញាតតោះញាតនឹងល្អញាតតែការ7សន្តានហ្នឹងមានគុណ7អីអញ្ចឹងទៅញាតនឹងល្អមែនទេណាជួយថែរក្សាតសម្បត្តិល្អមើលតាំងពីយើងពីទូចឡើងហ្នឹងជួយ3ជួយអីពេលខ្លះហ្នឹងជួយចុកតាំងពីអីផ្សេងទៀតហ្នឹងហើយតាំងពីឧទាហរណ៍ឲ្យមុំដោះមុំអីញាតហ្នឹងមើលថែយើងតាំងពីយើងពីក្មេងកុមារភាពអីឡើងទៅហ្នឹងផ្សេងថែតសម្បត្តិហ្នឹងញាតក្នុងប្រកបដោយធម៌អញ្ចឹងអត់មានគុណទេបើថាអត់ញាតខ្លះហ្នឹងអត់មានគុណអីទេបើថាមិនប្រកបដោយធម៌ហ្នឹងហើយយើងនិយាយពីញាតហ្នឹងហើយដល់ក្រៅពីញាតនោះអត់អីមានគុណទេក៏ល្អធ្វើល្អដាក់គ្នាអញ្ចឹងតែប៉ុណ្្នឹងហើយខ្ញុំបណ្ដាអាត្មានិយាយពីដើមហើយអញ្ចឹងបើថាមានគុណលុះត្រាតែយើងរាប់អានយើងធ្វើគុណប្រយោជន៍អីមួយហ្នឹងហើយគុណប្រយោជន៍អីផ្សេងទៅដល់គេនោះរាប់អានជាបដាយធឪពុកធបងធអីហើយបានធ្វើគុណប្រយោជន៍អីទៅដល់គ្នាទេអាហ្នឹងវាទៅតាមគុណហ្នឹងទៅតាមតម្លៃគុណហ្នឹងណាទៅតាមតម្លៃហ្នឹងទៀតបើថាតិចតួចវាបានគុណតិចតួចអញ្ចឹងទៅហើយបើគេសងមកវិញរួចគ្នាអញ្ចឹងទៅប៉ុណ្្នឹងហ្នឹងហើយបើថាថៅកែជួលគេហ្នឹងបើប្រាក់ខែអីគេអញ្ចឹងទៅវាមាននិយាយគុណអីស្រ័យទេតែនិយាយរឿងថោហើយអ្នកបំរើគេដូចខ្ញុំកណ្ដាលអាត្មាលើកពីដើមអញ្ចឹងរឿងគុណស្រ័យហ្នឹងខ្ញុំកណ្ដាលអាត្មាលើកពីដើមអញ្ចឹងខ្វះខាតអីប្រការណាគុណម្ចាស់និងញាតិញោមជួយពិចារណាតាមការគួរអញ្ចឹងទៅហើយអានេះជាធម្មទានហើយខ្ញុំកណ្ដាលអាត្មាឮសូរយូរខែយូរឆ្នាំហើយក៏មាននិយាយឃ្លីបខ្លះហើយមកដែរក៏ប៉ុន្តែក្នុងពេលនេះនិយាយលំអិតវាឮសូរយូរខែយូរថ្ងៃពេលអារឿងគុណរឿងស្រ័យហ្នឹងសិនលឹកឡើងសង្គ្រាគ្រួក្បាលអស់ហើយគុណស្រ័យហ្នឹងហើយជាពិសេសប្រសង់ហ្នឹងហើយប្រសង់យើងចេះពាក់គុណគេរហូតចេះនៅចំពាក់គុណគេអញ្ចឹងលះបង់ម្ដាយឪពុកហ្នឹងខ្លះទៅជាងពាក់កណ្ដាលជីវិតទេហើយនៅតែចំពាក់គុណគេអញ្ចឹងទៅអញ្ចឹងខ្ញុំកណ្ដាលអាត្មាបានបកស្រាយពីដើមមកអស់ហើយអញ្ចឹងខ្ញុំកណ្ដាលអាត្មាភាពនមស្ការលាចម្រើនពរលា